ខ្ញុំរំភើបចិត្តក្រៃលែងដោយដើរតាមផ្លូវឃើញថាខ្ទឹមវាចាប់ផ្ដើមដុះហើយអញ្ចឹងខ្ញុំបេះវាយកទៅធ្វើជ្រក់ជម្រាបសួរអ្នកទាំងអស់គ្នាហើយផ្ញើសេចក្តីនឹករលឹកពីចម្ងាយឆ្នាំមុនកាលខ្ញុំមកដល់ស្រុកនេះស្ដើមខ្ទឹមនោះវាចាប់ផ្ដើមចាស់អស់ហើយតែខ្ញុំក៏នៅតែបានធ្វើជ្រក់ហូបសាដែរហើយធ្វើទៅវាឆ្ងាញ់អញ្ចឹងឆ្នាំនេះខ្ញុំមានឱកាសមកធ្វើជ្រក់ស្លឹកខ្ទឹមតែលើកនេះបានស្លឹកខ្ទឹមបែបខ្ចីហើយនឹងនៅទូចៗល្អដែរស្លឹកខ្ទឹមនេះវាមានក្លិនឈ្ងុយដូចស្លឹកខ្ទឹមរបស់យើងនឹងឯងស្តៀងកញ្ឆាយតិចៗសម្រាប់ខ្ញុំផ្ទាល់ខ្ញុំចូលចិត្តយកវាមកឆាហូបនិងបង់ក្នុងសម្លបើចង់ធ្វើជ្រក់គីមជីបែបកូរ៉េខ្ញុំក៏យកវាទៅដាក់ជំនួសស្លឹកខ្ទឹមដែរយើងវា2 3ទឹកហើយដាក់វាឲ្យស្រស់ហើយកញ្ច្រែងដាក់សម្រស់បន្លែនេះភាសាអង់គ្លេសគេហៅ colander ក្នុងកែវនោះមុននឹងដាក់ស្លឹកខ្ទឹមចូលខ្ញុំបានលាងចម្រោះវាជាមួយនឹងទឹកក្តៅហើយដោយសារខ្ញុំបេះលើកមុនវាមានស្រេចខ្ញុំបានញ៉ាត់ចូលក្នុងកន្លរួចហើយលើកនេះខ្ញុំគ្រាន់តែយកវាមកញ៉ាត់បន្ថែមខ្ញុំញ៉ាត់បន្ថែមឲ្យណែនទៅហើយណាមួយពេលចាក់ទឹកចូលទៅវាមិនងាយនឹងហើបឡើងលើចំណែកទឹកសម្រាប់ធ្វើជ្រក់ខ្ញុំដាំទឹកក្តៅ1លីត្រដាក់អំបិល1ស្លាបព្រាបាយអង្ករយើងធម្មតា1ស្លាបព្រាបាយដែរហើយនឹងដាក់ស្ករ1ចុងស្លាបព្រាកាហ្វេទុកទឹកបបរដែលដាំពុះឲ្យនៅក្តៅអ៊ុនៗសិនរួចហើយចាំយកមកចាក់ឲ្យពេញចាំរកអីសកត់ហើយខ្ញុំចាក់នេះកពុបហៀហូពេញនេះខ្ញុំខ្លាចទៅអត់គ្រប់ខ្ញុំយកចានចង្កឹះថ្លានេះមកសកត់រួចហើយខ្ញុំយកឈើរស័យដែលយកតាំងពីស្រុកខ្មែរមកហ្នឹងមកសកត់ពីលើដែរឲ្យវាណែនតាមមុនខ្ញុំធ្វើបានមួយកូនកែវដែរឆ្ងាញ់មែនតើចាំលើកនេះនៅពេលដែលវាជូរហើយចាំខ្ញុំធ្វើវីដេអូបង្ហាញពេលដាក់សកត់គឺត្រូវដាក់ឲ្យលិចអញ្ចឹងណានេះលិចបែបនេះ